Rồi vài ô nhà nàyខ្ញុំមកទៀតហើយថ្ងៃនេះគឺខ្ញុំមកចកាខ្ញុំបំបាខ្ញុំមកច្រកច្រកស្វាយនេះស្វាយអាថងហ្នឹងនឹងគាត់ច្រកអីនេះថងចេះអានេះជាអានេះចំណែកនេះវិញស្វាយនឹងកញ្ចប់ស្វាយហ្នឹងគេហៅថាច្រកនេះនេះលើស្វាយទៅជួវាដឹងគួយក៏តន់គួយដឹងម៉ាក់ខ្ញុំឬក៏ប៉ាខ្ញុំបេះទេហើយមកយកអោទៅជុំយកអោទៅជុំមកដាក់ទៀតបងប្អូនអើយមើលប៉ាសហ្នឹងដូចតែអត់ទៅជួយមើលទេសភាពស្អាតលើមេក៏ស្អាតអីក៏ស្អាតដែរមានតែជើងនេះជិះម៉ូតូមកកុំមើលតែអីមើលស្មៅផងអូយដល់ពេញនឹងខំកាត់ស្មៅឲ្យវាមកឆ្លៀតដោះទៀតណាហើយប៉ាខ្ញុំដល់នេះហើយនេះហើយអត់ជិះម៉ូតូណាប៉ាខ្ញុំអ្នកជិះឆ្លៀតឬកូនសោបានហើយមកលើហើយគឺសោបានទៀតលើយកឲ្យអ៊ំហើយមកចកាមានទាំងលពៅស្បែកអីបន្លែទាំងអស់ហ្នឹងណាតែបែកនៅខាងក្រោយណាហើយបងប្អូនបែកនៅខាងក្រោយណានេះបេតងអត់នៅអញទៅបែកក៏នេះយ៉ាងស្វាយនេះគឺស្អាតមែនទែនស្អាតណាស់បត់ចង់កំងអីអាចឆានแบบខ្ញុំបានមានស្បែកស្វាយទៅចកទេតើបាននេះទេណាមើលឆ្ងាញ់មែនតើស្វាយពេលវាទុំអីដឹងតែឆ្ងាញ់មាត់ហ្មងមើលស្អាតណាស់ទេសភាពស្អាតណាស់ចង់និយាយចឹងណាសូមតែប៉ុណ្្នឹងទេបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាយ